បងប្អូនទាំងអស់គ្នាបើសិនជាយើងត្រូវសង្ខេបព្រះគម្ពីរទាំងមូលមកត្រឹមតែមួយម៉ាត់តើបងប្អូននឹកឃើញដល់ពាក្យអ្វីដែរប្រហែលជាមានពាក្យច្រើនយ៉ាងណាក៏ដោយប៉ុន្តែពាក្យថាវាសេចក្តីសន្យាក៏ច្បាស់ជាពាក្យដែលស័ក្តិសមបំផុតហើយហេតុនេះហើយថ្ងៃនេះយើងនឹងចូលទៅឲ្យកាន់តែជ្រៅអំពីសេចក្តីសន្យានោះពោលគឺរឿងរ៉ាវនៃសេចក្តីសន្យាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលឆ្លងកាត់ព្រះគម្ពីរទាំងមូលនៅក្នុងជីវិតរស់នៅយើងម្នាក់តែងតែធ្វើសន្យាជាច្រើនមែនទេសន្យាជាមួយមិត្តភ័ក្តិជាមួយគ្រួសារឬពេលខ្លះក៏សន្យានឹងខ្លួនឯងដែរប៉ុន្តែប្រសិនបើពិតជាមានសេចក្តីសន្យាមួយដែលមិនចេះប្រែប្រួលនិងមិនដែលដាច់សោះឡើយតើបងប្អូនមានអារម្មណ៍យ៉ាងណាដែរបាទនោះហើយគឺជាអ្វីដែលព្រះគម្ពីរប្រាប់យើងបើមើលពីខាងក្រៅព្រះគម្ពីរហាក់ដូចជាបណ្ដុំនៃរឿងរ៉ាវរបស់មនុស្សជាច្រើននិងព្រឹត្តិការណ៍ផ្សេងគ្នាប៉ុន្តែតាមពិតទៅរឿងរ៉ាវដែលនៅរាយប៉ាយទាំងអស់នោះត្រូវបានចងភ្ជាប់គ្នាដោយសេចក្តីសន្យាដ៏ធំតែមួយគត់តាំងពីសៀវភៅលោកុបាទរហូតដល់វិវរណៈសេចក្តីសន្យានេះប្រៀបដូចជាខ្សែអំបោះមាសដែលដេរភ្ជាប់ព្រះគម្ពីរទាំងមូលតែម្ដងចុះតើសេចក្តីសន្យាដ៏អស្ចារ្យនោះមានខ្លឹមសារលម្អិតយ៉ាងដូចម្តេចខ្លះបើយើងសង្ខេបចំណុចសំខាន់គឺមានពីរយ៉ាងគឺសេចក្តីសន្យាអំពីទំនាក់ទំនងគឺនិងសេចក្តីសន្យាអំពីការគង់នៅជាមួយដំបូងយើងមើលអំពីសេចក្តីសន្យានៃទំនាក់ទំនងគឺមុនគេតើពាក្យនេះមានន័យដូចម្តេចគឺព្រះជាម្ចាស់បានប្រកាសដោយផ្ទាល់ថាយើងនឹងធ្វើជាព្រះរបស់អ្នកជាស្ដេចរបស់អ្នកនិងជាឪពុករបស់អ្នកហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្រនិងជាកូនរបស់យើងនេះគឺជាការប្រកាសរបស់ព្រះអង្គសេចក្តីសន្យានេះត្រូវបានប្រកាសយ៉ាងច្បាស់ជាលើកដំបូងនៅក្នុងសៀវភៅនៃខំនុំគឺជាបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលខណៈពេលដែលព្រះអង្គនាំពួកអ៊ីស្រាអែលចេញពីភាពជាខ្ញុំកញ្ជើនៅស្រុកអេស៊ីបយើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើងហើយយើងនឹងធ្វើជាព្រះរបស់អ្នកអូនេះហើយគឺជាចំណុចចាប់ផ្ដើមនៃសេចក្តីសន្យាទាំងអស់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺសេចក្តីសន្យានេះមិនមែនកើតឡើងតែម្ដងហើយចប់នោះទេប៉ុន្តែវាត្រូវបានរំលឹកឡើងវិញជាបន្តបន្ទាប់សូមមើលចុះទោះបីជាពេលវេលាកន្លងផុតទៅដល់សម័យហោរាយេរេមៀក៏ព្រះជាម្ចាស់នៅតែមានបន្ទូលដែលនោះបញ្ជាក់ដល់ពួកគេម្ដងទៀតដែរតាមរយៈហោរាអេសេគៀលក៏ដូចគ្នាដែរសូម្បីតែនៅក្នុងពេលដែលប្រវត្តិសាស្ត្រអ៊ីស្រាអែលធ្លាក់ក្នុងភាពងឹតសូន្យឲ្យឈឹងបំផុតក៏សេចក្តីសន្យានេះនៅតែបន្លឺឡើងយ៉ាងមានអំណាចថាអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើងហើយយើងនឹងធ្វើជាព្រះរបស់អ្នកចុះតើដំណើរនៃសេចក្តីសន្យាដ៏អស្ចារ្យនេះនឹងទៅបញ្ចប់នៅត្រង់ណាគឺវានឹងឈានដល់ចំណុចកំពូលនៅក្នុងសៀវភៅចុងក្រោយនៃព្រះគម្ពីរគឺសៀវភៅវិវរណៈវានឹងក្លាយជាទិដ្ឋភាពដ៏រំភើបចិត្តបំផុតនៅពេលដែលសេចក្តីសន្យានេះត្រូវបានសម្រេចយ៉ាងពេញលេញនៅក្នុងស្ថានសុខថ្មីនិងផែនដីថ្មីវាបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ថាសេចក្តីសន្យាដែលចាប់ផ្ដើមតាំងពីលោកុបាទបានឆ្លងកាត់អស់ទាំងសម័យកាលរហូតដល់អស់កលឹបជានិច្ចបើសិនជាសេចក្តីសន្យាទី1គឺជាការកំណត់ទំនាក់ទំនងថាយើងជាប្រជារាស្ត្ររបស់ព្រះហើយព្រះអង្គជាព្រះរបស់យើងនោះសេចក្តីសន្យាទី2គឺបង្ហាញអំពីរបៀបដែលទំនាក់ទំនងនោះកើតឡើងជាក់ស្ដែងនោះគឺសេចក្តីសន្យាអំពីការគង់នៅជាមួយគឺជាសន្យាដែលថាយើងនឹងនៅជាមួយអ្នកជានិច្ចពាក្យថាយើងនៅជាមួយអ្នកនេះក៏ជាសារដ៏មានអំណាចបំផុតដែលហូរកាត់ព្រះគម្ពីរទាំងមូលដែរព្រះអង្គបានមានបន្ទូលទៅកាន់លោកយូស្វេដែលកំពុងភ័យខ្លាចនៅមុខដែនដីកាណាននិងប្រាប់ដល់ប្រជារាស្ត្រក្នុងសម័យហោរាអេសាយដែលកំពុងអស់សង្ឃឹមហើយជាចុងក្រោយព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលមកកាន់យើងរាល់គ្នាដោយផ្ទាល់ថាគឺមើលចុះយើងនៅជាមួយអ្នករាល់គ្នាជានិច្ចរហូតដល់បំផុតកលឹបនេះគឺជាចំណុចកំពូលនៃសេចក្តីសន្យាទាំងអស់សេចក្តីសន្យាអំពីទំនាក់ទំនងនិងសេចក្តីសន្យាអំពីការគង់នៅជាមួយពិតជាសេចក្តីសន្យាដ៏អស្ចារ្យមែនប៉ុន្តែប្រហែលជាបងប្អូនឆ្ងល់ថាតើរឿងទាំងអស់នេះអាចក្លាយជាការពិតបានយ៉ាងដូចម្តេចចម្លើយចំពោះសំណួរទាំងអស់នោះគឺស្ថិតនៅត្រង់គឺព្រះយេស៊ូវគោចំណុចសំខាន់ដែលយើងត្រូវតែដឹងគឺពាក្យថាគោសេចក្តីសន្យាថ្មីក៏សញ្ញាថ្មីតើវាជាអ្វីគឺវាមិនមែនជាច្បាប់ដែលសរសេរយ៉ាងរឹងកំព្រឹសលើផ្ទាំងថ្មដូចពីមុនទៀតឡើយប៉ុន្តែឥឡូវនេះព្រះអង្គនឹងសរសេរច្បាប់របស់ព្រះអង្គទៅក្នុងកោផ្ទាំងដួងចិត្តពីរបស់យើងផ្ទាល់តែម្ដងដើម្បីឲ្យយើងអាចស្គាល់និងដើរតាមព្រះជាម្ចាស់ចេញពីចិត្តពិតប្រាកដនេះហើយគឺជាសេចក្តីសន្យាថ្មីដែលជាកម្រិតថ្មីនៃសេចក្តីសន្យាអ្វីដែលកាន់តែអស្ចារ្យនោះគឺសេចក្តីសន្យាថ្មីនេះមិនមែនស្រាប់តែលេចចេញមកភ្លាមនោះទេហោរាយេរេមៀបានទាយទុកតាំងពីសម័យព្រះគម្ពីរចាស់រាប់រយឆ្នាំមុនមកម្លេះគាត់បានប្រាប់ថានឹងមានថ្ងៃមួយដែលព្រះជាម្ចាស់នឹងផ្លាស់ប្ដូរចិត្តគំនិតរបស់មនុស្សដោយផ្ទាល់ដើម្បីបង្កើតទំនាក់ទំនងថ្មីស្រឡាងជាមួយពួកគេបាទហើយអ្នកដែលបានធ្វើឲ្យទំនាយនឹងសេចក្តីសន្យាទាំងអស់នោះក្លាយជាការពិតជាក់ស្ដែងគឺព្រះយេស៊ូវគ្រីស្ទនេះឯងតាមរយៈព្រះយេស៊ូវសេចក្តីសន្យាទាំងអស់របស់ព្រះជាម្ចាស់ដែលបានបន្តជាយូរលង់មកហើយនោះបានក្លាយជាអាមែននឹងជាការពិតវាមិនមែនជារឿងពីដើមឡើយប៉ុន្តែវាបានក្លាយជាការពិតសម្រាប់ជីវិតយើងឥឡូវនេះមកដល់ពេលនេះ
យើងបានមើលហើយថាតើសេចក្តីសន្យានោះជាអ្វីហើយអ្នកណាជាអ្នកបង្ហើយសេចក្តីសន្យានោះដូច្នេះជាចុងក្រោយដល់ពេលដែលយើងត្រូវនិយាយអំពីគូព្រះជាម្ចាស់ដ៏ស្មោះត្រង់កដែលជាអ្នកធ្វើសន្យានិងជាអ្នករក្សាសន្យាជានិច្ចសាកប្រៀបធៀបមើលតើពិភពលោកដែលយើងរស់នៅសប្តាហ៍ថ្ងៃនេះយ៉ាងម៉េចដែរអ្វីទាំងអស់តែងតែប្រែប្រួលមិនច្បាស់លាស់ហើយចុងក្រោយក៏លាយបាត់អស់ទៅប៉ុន្តែសេចក្តីសន្យារបស់ព្រះជាម្ចាស់គឺផ្ទុយស្រឡះពីនេះវាស្ថិតស្ថេរអស់កលឹបច្បាស់លាស់ហើយមិនដែលរង្គោះរង្គើឬបាត់បង់ឡើយដោយសារតែភាពខុសគ្នានេះហើយទើបយើងត្រូវតែតោងជាប់នៅសេចក្តីសន្យានេះឲ្យបានខ្ញុំសូមណែនាំគម្ពីរដ៏សំខាន់មួយសម្រាប់ថ្ងៃនេះគឺគម្ពីរបញ្ជីជនកញ្ញា23:15ព្រះអង្គមិនមែនជាមនុស្សដែលនឹងត្រូវកុហកនោះឡើយតើគម្ពីរមួយនេះមិនបានបង្កប់ន័យគ្រប់យ៉ាងហើយទេវាប្រកាសថាមូលហេតុដែលសេចក្តីសន្យារបស់ព្រះជាម្ចាស់អាចជឿទុកចិត្តបានទាំងស្រុងគឺព្រោះតែកុចរិតលក្ខណៈរបស់ព្រះអង្គផ្ទាល់គឺជាបានធានាមានន័យថាបើព្រះអង្គសន្យាព្រះអង្គប្រកាសជាធ្វើជាដាច់ខាតចំណុចនេះហើយដែលសំខាន់បំផុតបងប្អូនទាំងអស់គ្នាតើបងប្អូនគិតថាហេតុអ្វីបានជាសេចក្តីសង្គ្រោះរបស់យើងមិនរង្គោះរង្គើតើមកពីយើងធ្វើអ្វីបានល្អឬមកពីអារម្មណ៍របស់យើងពោពេញដោយអំណរមែនទេអត់ទេមូលហេតុដែលសេចក្តីសង្គ្រោះរបស់យើងរឹងមាំគឺដោយសារវាត្រូវបានសាងសង់លើធម្មតាដ៏រឹងមាំពោគឺភាពស្មោះត្រង់របស់ព្រះជាម្ចាស់គេដែលមិនចេះប្រែប្រួលឡើយបាទដូចនេះហើយយើងបានដើរតាមរឿងរ៉ាវនៃសេចក្តីសន្យាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ចាប់តាំងពីលោកុប្បត្តិរហូតដល់សម្រេចក្នុងវិវរណៈសេចក្តីសន្យានោះគឺជាទំនាក់ទំនងក៏ដែលថាអ្នកគឺជាមនុស្សរបស់យើងក៏ហើយក៏ជាសេចក្តីសន្យានៃកវត្តមានក៏ដែលថាយើងនឹងនៅជាមួយអ្នកជានិច្ចហើយសេចក្តីសន្យាទាំងអស់នេះត្រូវបានសម្រេចយ៉ាងល្អឥតខ្ចោះនៅក្នុងព្រះយេស៊ូវដូច្នេះជាចុងក្រោយខ្ញុំមានសំណួរមួយចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាតើសេចក្តីសន្យារបស់ព្រះជាម្ចាស់ដ៏ស្មោះត្រង់និងមិនចេះប្រែប្រួលនេះតើមានន័យយ៉ាងណាសម្រាប់បងប្អូនដែលកំពុងរស់នៅនាថ្ងៃនេះ